សូមជម្រាបសួរពុកម៉ែបងប្អូនជនរួមជាតិខ្មែរជាហូហែទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសខ្មែរផងដែរចឹងទី23កុម្ភៈ2023ចឹងនេះគឺជាទស្សនភាពសកម្មភាពព្រះសង្ឃអង្គសាមណេរនៅក្នុងទីអារាមវត្តស្លែងភូមិព្រិញឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបចឹងព្រះអង្គបានធ្វើការសម្អាតបរិស្ថាននៅក្រោមដើមពោធិ៍ចឹងស្ថិតនៅក្នុងទីអារាមវត្តស្លែងភូមិព្រិញឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបចឹងថ្ងៃនេះគឺខ្ញុំបានទទួលនៅបច្ច័យបុណ្យរបស់អ៊ំឧបាសករស់សូននិងឧបាសិកាអេងលីព្រមទាំងកូនចៅរស់នៅទីក្រុងអូកឡែនរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកចឹងបានផ្ញើជាបច្ច័យបុណ្យមកកាន់ខ្ញុំបាទបន្តិតលួនវ៉ាន់ដើម្បីចាត់ចែងបែងចែកធ្វើបុណ្យទាននៅក្នុងទីអារាមវត្តស្លែងភូមិព្រិញឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបចឹងបច្ច័យបុណ្យរបស់អ៊ំឧបាសករស់សូនឧបាសិកាអេងលីចឹងមានចំនួន$200ចឹងក្នុង$200ហ្នឹងគឺចាត់ចែងជាពីរផ្នែកចឹងផ្នែកទី1គឺផ្នែកធ្វើបុណ្យកសាងកុដិដែលមានកម្ពស់2ជើងដែលដឹកនាំកសាងដោយព្រះគ្រូចៅអធិការពនាមទុនកៅជាគ្រូចៅអធិការនៅក្នុងទីអារាមវត្តស្លែងភូមិព្រិញឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបគឺចំនួន$100ចឹងទី2គឺចូលបុណ្យចាក់សាបក្រាលនៅក្នុងទីអារាមវត្តស្លែងគឺចំនួន2ការ៉េចឹង2ការ៉េគឺស្មើនឹង$60ចឹងទី3ចាត់ចែងគឺផ្នែកមនុស្សធម៌ខ្មែរជួយខ្មែរឲ្យជូនដល់កូនប្រុសរបស់ខ្ញុំបាទទាំងពីរនាក់ចឹងមួយនាក់ហ្នឹងគឺ$10គឺសម្រាប់ផ្គត់ផ្គង់ក្នុងការទិញសៀវភៅដើម្បីសិក្សារៀនសូត្រផ្នែកភាសាអង់គ្លេសផងហើយនឹងខាងរៀននៅសាលារដ្ឋផងហើយក៏មានសទ្ធាជាថ្លាជូនដល់ខ្ញុំបាទដែលជាអ្នកកាន់កាមេរ៉ាហ្នឹងគឺចំនួន$20ផងដែរចឹងសរុបថវិកាទាំងអស់គឺ$200ចឹងថ្ងៃនេះគឺខ្ញុំបាទបានទំនេរពីការធ្វើការហើយក៏ឆ្លៀតពេលមកចាត់ចែងបច្ច័យបុណ្យរបស់អ៊ំឧបាសករស់សូននិងឧបាសិកាអេងលីចាប់ផ្ដើមប្រគេនដល់ព្រះគ្រូចៅអធិការនៅក្នុងទីអារាមវត្តស្លែងគឺពនាមទុនកៅដើម្បីធ្វើការសម្ដែងថ្លែងនៅអំណរអគុណដល់ម្ចាស់សទ្ធាគឺអ៊ំឧបាសករស់សូនចឹងជានិច្ចកាលអ៊ំប្រុសតែងតែមានសទ្ធាជាញឹកញយមកក្នុងការធ្វើបុណ្យកសាងសម្បត្តិផលផ្សេងនៅក្នុងទីអារាមវត្តស្លែងចឹងលើកនេះគឺកាត់ផ្ញើមកគឺចំនួន200គឺចាត់ចែងបែងចែកបន្តិចទៀតនេះចឹងឆ្លៀតពេលគឺមកថតទស្សនភាពសកម្មភាពព្រះសង្ឃអង្គសាមណេរនៅក្នុងទីអារាមវត្តស្លែងបានធ្វើការសម្អាតបរិស្ថានគឺបោសស្លឹកពោចឹងស្លឹកពោដែលទុំគឺបោសចេញដើម្បីសម្អាតបរិស្ថានកុំឲ្យវាចៀតពេកពុកម៉ែបងប្អូនចឹងកន្លែងនេះគឺជាកន្លែងតម្កល់ព្រះពុទ្ធរូបនៅក្រោមដើមពោធិ៍ដែលជាសទ្ធាជាថ្លារបស់ពុកម៉ែបងប្អូនដែលរស់នៅប្រទេសគឺឧបាសកផ្សេងសុនស្រេងនិងឧបាសិកាតាំងស៊ីគៀងព្រមទាំងកូនចៅទីក្រុងយូម៉ាឃីតអានូហ្វីលខេត្តអង់តារីយ៉ូប្រទេសកាណាដាចឹងកន្លែងដាក់ព្រះពុទ្ធរូបនេះគឺនៅក្រោមដើមពោធិ៍ព្រឹកស្ថិតនៅក្នុងទីអារាមវត្តស្លែងភូមិព្រិញឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបចឹងកន្លែងគឺមាន3ដំណាក់កាលចឹងកន្លែងគឺជាកន្លែងដែលព្រះអង្គទ្រង់ត្រាស់ដឹងពុកម៉ែបងប្អូនគឺព្រះអង្គទ្រង់ត្រាស់ដឹងនៅក្រោមដើមពោធិ៍ព្រឹកហើយកន្លែងនេះគឺកន្លែងព្រះអង្គចូលបរិនិព្វានចឹងចូលបរិនិព្វាន
có thật giờ trong này khán cứ cái nàyประអង្គ trung ប្រសូត ចឹងកន្លែងព្រះអង្គទ្រង់ប្រសូតគឺនៅក្រោមដើមពោធិ៍ដែរចឹងកន្លែងនេះគឺមានព្រឹត្តិការណ៍សំខាន់ៗទាំង3ចឹងនេះគឺជាទស្សនវិជ្ជាសកម្មភាពប្រសង់អង្គសាមនេះគឺកំពុងតែបោសចឹងបោសគឺសម្អាតមកដល់មិត្តស្រះវត្តស្លែងហើយចឹងមិត្តស្រះវត្តស្លែងគឺមានចំនួន2ចឹងស្រះថ្មីនិងស្រះចាស់ហើយខាងនេះគឺស្រះចាស់ហើយចំណែកខាងនោះវិញគឺស្រះថ្មីចឹងអរគុណដល់ពុកម៉ែបងប្អូនជនរួមជាតិខ្មែរជាហូរហែទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសចឹងឥឡូវគឺយើងត្រឡប់ទៅខាងកុដចឹងកុដលោកគ្រូចៅតកាដើម្បីយកបច្ច័យបុណ្យរបស់អ៊ំឧបាសករ៉ូសូនឧបាសិកាអេងលីព្រមទាំងកូនចៅទីក្រុងអូកឡែនកាលីហ្វ័រញ៉ាអាមេរិកចឹងទៅប្រគេនដល់ព្រះគ្រូចៅតកាតែម្ដងពុកម៉ែបងប្អូនចឹងដោយធ្វើការដើរកាត់តាមខឿនព្រះវិហារនៅក្នុងទីអារាមវត្តស្លែងចឹងនេះគឺជាកូនសិស្សចឹងនៅក្នុងទីអារាមវត្តស្លែងចឹងសិក្សារៀនសូត្រផ្នែកភាសាអង់គ្លេសចឹងឥឡូវគឺជាដល់ម៉ោងចូលរៀនហើយចឹងកំពុងតែលេងបាល់ចឹងលេងទឹកបាល់សិនសូមនមស្ការក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងក្នុងក្រៅប្រទេសថ្ងៃនេះថ្ងៃប្រហ័សទី23ខែកុម្ភៈឆ្នាំ2023អង្គខ្ញុំគណៈអាត្មាភាពគ្រូចតការព្រះនាមទុនកៅវត្តស្លែងភូមិព្រេងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបសូមនិមន្តនឹងទិដ្ឋភាពនិងថ្លែងអំណរអគុណដល់ម្ចាស់សទ្ធាដែលបានប្រគេនចៅអាត្មាដំណើរការកសាងកុដិវត្តស្លែងជិនទី2ចឹងអាត្មាសូមប្រកាសនឹងអានឈ្មោះញោមដូចតទៅឧបាសករស់សនឧបាសិកាអេងលីទីក្រុងអូកឡែនរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកចូលបុណ្យកសាងកុដិព្រះសង្ឃវត្តស្លែង$100ចុងសូមញោមអនុមោទនាចូលបុណ្យចាក់សាបទីឃ្លាវត្តស្លែង2ការ៉េ$60សូមញោមអនុមោទនាជូនអន្តិតលូនវ៉ាន់$20ជូនចៅប្រុសវងសំអួត$10វងរដ្ឋី$10សូមញោមអនុមោទនាចឹងអាត្មាសូមថ្លែងអំណរអគុណដែលអាត្មាបានអានឈ្មោះញោមដែលញោមបានប្រគេនចៅអាត្មាកសាងដំណើរការកសាងកុដិចិនទី2អញ្ចឹងអាត្មាក៏ផ្អាកសិនញោមព្រោះជាពាក្យគេហើយក៏អាត្មាក៏មិនទាន់បានបច្ច័យដំណើរការកសាងទៀតអញ្ចឹងទើបសង្កត់ចូលឆ្នាំព្រោះអាត្មារវល់បុណ្យទានការងារច្រើនហើយដល់ញោមជូនអន្តិតលុនវ៉ាន់ដែលកាន់កាមេរ៉ាផងហើយនឹងជូនកូនហើយសូមជូនបុណ្យកុសលដល់បុព្វការីជនមេដាបេដាញាតិកាពីស្ដានសូមជូនបុណ្យកុសលដល់ញោមសូមជួបជូនពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លឹងគ្លិតឡាយចឹងសូមញោមអនុមោទនាអនិច្ចាវត្តសង្ខារាអបាតិយវធម្មនោអបាចេធវានរញ្ឆន្ទតេសង្វោបស្មាសុខោសាពីតិយាមិវញ្ឆន្ទសាពេរោកោវណ្ណាសតមេតេភិវៈធម្មន្តរាយោសុខៃទីកេយុកោស្នេចង្វុទ្ធាបច្ច័យណោចតរោធមៀងវត្តន្តអាយុណោសុខំពលៀងសូមផននេះចិត្តដៃញោមជ្រះថ្លាក្នុងរណត្រៃផននេះចូលជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់សុខចម្រើនញោមខ្ញុំសូមជម្រាបសួរដល់ពុកម៉ែបងប្អូនជនរួមជាតិខ្មែរជាហូរហែទាំងនៅក្នុងប្រទេសដូចជានៅក្រៅប្រទេសខ្មែរផងដែរអញ្ចឹងមកទើបពីបានចាត់ចែងបច្ច័យបុណ្យរបស់អ៊ំឧបាសករ៉ូសូននិងឧបាសិកាអេងលីអញ្ចឹង
ប្រកេនដល់ព្រះគ្រូចៅតកានៅក្នុងទីអារាមវត្តស្លែងភូមិព្រីងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបនៅក្នុងដំណើរការកសាងកុដិដែលមានកម្ពស់2ជាន់ដែលដឹកនាំកសាងដោយព្រះគ្រូចៅតកានៅក្នុងទីអារាមវត្តស្លែងភូមិព្រីងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបរួចមកចឹងឥឡូវនេះគឺចូលមកដល់ផ្នែកមនុស្សធម៌ខ្មែរជួយខ្មែរជូនដល់កូនប្រុសរបស់ខ្ញុំបាទទាំងពីរនាក់ចឹងប្រុសទាំងពីរពុកម៉ែបងប្អូនគឺមកថតយកទស្សនភាពនៅក្រោមដើមពោធិ៍ចឹងក្រោមដើមពោធិ៍ស្ថិតនៅក្នុងទីអារាមវត្តស្លែងហើយយើងនេះចឹងបច្ច័យដែលគាត់បានផ្ញើមកគឺចំនួន$200ចឹងសម្រាប់ចាត់ចែងចឹងចូលបុណ្យកសាងកុដិចឹង$100ហើយនឹងចាក់សាបក្រាលនៅក្នុងទីអារាមវត្តស្លែងគឺចំនួន2ការ៉េស្មើនឹង$60ហើយនឹងជូនដល់ខ្ញុំបាទគឺ$20និងកូនប្រុសរបស់ខ្ញុំបាទទាំងពីរនាក់គឺចំនួន$20ចឹងម្នាក់គឺបាន$10ចឹងខ្ញុំបាទក៏សូមអរគុណដល់ទឹកចិត្តរបស់អ៊ំឧបាសករស់សូនព្រមទាំងឧបាសិកាអេងលីដែលជានិច្ចកាលគាត់តែងតែមានចិត្តជាបុណ្យមានចិត្តស្រឡាញ់ដល់ក្រុមគ្រួសារនិងកូនប្រុសរបស់ខ្ញុំបាទចឹងតែងតែផ្ញើជាថវិកាមកជូនដល់កូនប្រុសរបស់ខ្ញុំបាទទាំងពីរនាក់ចឹងសូមអរគុណនិងសូមពិសិដ្ឋពរជ័យសិរីសួស្តីជ័យពីមង្គលបបលសុខគ្រប់ប្រការកើតមានដល់អ៊ំប្រុសអ៊ំស្រីទាំងពីរសូមជួបប្រទះតែនឹងសេចក្តីសុខនិងសេចក្តីចម្រើនចឹងឥឡូវនេះគឺជូនដល់កូនប្រុសរបស់ខ្ញុំបាទហើយពុកម៉ែបងប្អូនចឹងចាំមើលតើគេមានពាក្យពេចន៍អ្វីដើម្បីថ្លែងនៅអំណរអរគុណបានដល់អ៊ំប្រុសអ៊ំស្រីទាំងពីរអរគុណរសូនណាអរគុណរសូននឹងម៉ាអេងលីនឹងម៉ាអេងលីសូមម៉ានឹងកងមានសុខភាពល្អយូរវែងស្គាល់ដែរស្គាល់ម៉ានឹងកងដែរស្គាល់ណៃណាប្រទេសអាល្លឺម៉ង់ប្រទេសអាល្លឺម៉ង់ណៃណាអាមេរិកមានអីតបស្នងសងគុណដល់គាត់ដែរអត់មានផងមានតាឲ្យតែខំរៀនមកចង់បានអីច្រើនទេឲ្យតែខំរៀនមិនខំដើរលេងណាខំរៀនណាម៉េចស្បាយចិត្តដែរនេះស្បាយប៉ុណ្ណាធំនិយាយលឺបន្តិចមកស្បាយប៉ុណ្ណាធំបាយធំចុះគាត់អីចើមប្រឡាក់អីនោះនេះណែជ្រុយទេអូមកប្រឡាក់មកខ្ញុំសូមអរគុណកងរសនម៉ែងលីដែលបានជូនលុយដល់ខ្ញុំសម្រាប់ការសិក្សារៀនសូត្រខ្ញុំសូមជូនពរឲ្យម៉ែមានសុខភាពល្អអាយុវែងចឹងពុកម៉ែបងប្អូនចូលរួមជាតិខ្មែរជាហូហែទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសចឹងបន្ទាប់ពីបានចាត់ចែងនៅបច្ច័យបុណ្យនិងបច្ច័យជំនួយមនុស្សធម៌ខ្មែរជួយខ្មែររួចមកចឹងខ្ញុំបាទក៏សូមផ្សិតពរជ័យស្រីសួស្តីកើតមានដល់អ៊ំប្រុសអ៊ំស្រីទាំងពីរសូមជោគជ័យគ្រប់ភារកិច្ចការងារសូមក្រុមគ្រួសារអ៊ំព្រមទាំងកូនចៅទួតទាំងអស់ដែលរស់នៅសហរដ្ឋអាមេរិកសូមមានសេចក្តីសុខនិងជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ចឹងបច្ច័យបុណ្យគឺខ្ញុំបាទបានចាត់ចែងរួចហើយពុកម៉ែបងប្អូនចឹងចាត់ចែងផ្នែកដំណើរការកសាងកុដិ2ជាន់ចឹងខ្ញុំបាទបានប្រកេនដល់ព្រះគ្រូចៅអធិការពនាមទុនកៅហើយព្រះគ្រូចៅអធិការក៏បានថ្លែងនៅអំណរអរគុណជូនបុណ្យជូនកុសលដល់ម្ចាស់សទ្ធារួចរាល់ហើយជូនដល់ខ្ញុំបាទនិងកូនប្រុសរបស់ខ្ញុំបាទនិងចាក់សាបក្រាលនៅក្នុងទីអារាមវត្តស្លែងចឹងចាក់សាបក្រាលនៅក្នុងទីអារាមវត្តស្លែងពុកម៉ែបងប្អូនគឺ$60គឺយើងសន្សំសិនចឹងសន្សំបាន10ការ៉េគឺយើងចាក់ម្ដងចឹងពុកម៉ែបងប្អូនបើសិនណាមានសទ្ធាជ្រះថ្លាចង់ចូលរួមនៅក្នុងដំណើរការចាក់សាបក្រាលនៅក្នុងទីអារាមវត្តស្លែងភូមិព្រីងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបចឹងពុកម៉ែបងប្អូនអាចទាក់ទងមកតាមរយៈលេខទូរស័ព្ទគឺ067548474ចឹងសូមពេលនេះគឺខ្ញុំបាទសូមបញ្ចប់តែត្រឹមនេះចឹងសូមអរគុណសូមជម្រាបលា